ឬថាផ្ទះតម្លៃក្រោម$210,000ត្រូវបានលើកលែងពន្ធប្រថាប់ត្រាចុះហេតុអ្វីខ្ញុំទិញលក់ផ្ទះត្រឹមតែ$40,000 $60,000 ឬក៏$80,000សោះពេលកាត់ឈ្មោះត្រូវបង់ពន្ធប្រថាប់ត្រា 4% ដដែលនេះគឺជាការត្អូញត្អែរនឹងការជឿក្បាលរបស់បងប្អូនជាច្រើនដែលបានជួបប្រទះជាការពិតទៅគោលនយោបាយលើកលែងពន្ធប្រថាប់ត្រារបស់រដ្ឋគឺមានពិតមែនប៉ុន្តែវាមិនមែនឲ្យតែផ្ទះតម្លៃទាបគឺត្រូវបានលើកលែងទាំងអស់នោះទេដើម្បីទទួលបានការលើកលែងពន្ធប្រថាប់ត្រា 4% នេះលុះត្រាតែផ្ទះនោះជាប្រភេទលំនៅឋានដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍បុរីឬក៏ខុនដូដែលទិញដោយផ្ទាល់ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមានអាជ្ញាប័ណ្ណត្រឹមត្រូវនិងបានចុះបញ្ជីផ្លូវការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយអ្វីដែលសំខាន់បំផុតនោះគឺបងប្អូនត្រូវតែជាអ្នកទិញទី1ដែលបានចុះកិច្ចសន្យាទិញលក់ផ្ទាល់ជាមួយនឹងម្ចាស់គម្រោងផ្ទុយទៅវិញចំពោះមូលហេតុដែលផ្ទះតម្លៃតែ$40,000 ទៅ$80,000ហើយនៅតែត្រូវបង់ពន្ធដដែលគឺដោយសារតែបងប្អូនទិញលក់ផ្ទះធម្មតានៅក្រៅគម្រោងបុរីបន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែលជាប្រភេទផ្ទះចាស់ឬទិញពីម្ចាស់ដើមផ្ទាល់មិនមែនទិញពីក្រុមហ៊ុនបុរីឬមួយវិញទៀតទោះជាទិញពីបុរីពិតមែនប៉ុន្តែគម្រោងបុរីនោះមិនមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាតត្រឹមត្រូវនោះក៏មិនអាចទទួលបានការលើកលែងពន្ធប្រថាប់ត្រា 4% ដែរសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យបងប្អូនយល់ច្បាស់និងអាចត្រៀមថវិកាបានត្រឹមត្រូវប្រសិនបើបងប្អូនមានចម្ងល់បន្ថែមឬត្រូវការជំនួយក្នុងការរៀបចំឯកសារកាត់ឈ្មោះដីធ្លីអាចទំនាក់ទំនងមកយើងខ្ញុំបានដើម្បីទទួលបានការប្រឹក្សាយោបល់ប្រកបដោយជំនាញនិងទំនុកចិត្តសូមអរគុណ